បាទសូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តដែលកំពុងទស្សនាវីដេអូនៅក្នុង Channel YouTube វាខ្មែរថ្ងៃនេះសូមធ្វើការចែកម្លែកវីដេអូមួយទាក់ទងជាមួយនឹងរបៀបការស្នើសុំ page ដែលបានបាត់ចេញពី account របស់យើងឬក៏ page របស់យើងនៅត្រឹមតែជា editor admin អញ្ចឹងលក្ខខណ្ឌហ្នឹងវាមានទម្ងន់យើងអត់ទាំងអស់ស្នើសុំហើយនឹងមានតែ admin ប៉ុន្តែរបៀបនៅក្នុងការស្នើសុំនឹងការរៀបចំឯកសារតែមួយទេថ្ងៃនេះគឺខ្ញុំបានចេញវីដេអូរបៀបនៅក្នុងការរៀបចំឯកសារជាដំណាក់កាលនៅពេលដែល page យើងបាត់ចេញពី account របស់យើងមិនថាគេ hack យកបាត់អត់មាន admin តែម្ដងឬក៏ត្រូវនៅត្រឹមតែជា editor អញ្ចឹងគឺនៅពេលដែលយើងត្រូវតែរៀបឯកសារបែបណាខ្លះហើយត្រូវធ្វើមិនខ្លះជាដំណាក់កាលទៅកាន់ Facebook ដើម្បីយើងស្នើយក Facebook របស់យើង page របស់យើងមកវិញឥឡូវយើងចូលទៅមើលវីដេអូតែម្ដងជាដំណាក់កាលដែលខ្ញុំបានធ្វើការងារជាមួយនឹង Facebook ហើយយើងចាប់ផ្ដើមធ្វើការស្នើសុំទៅកាន់ខាង Facebook តោះ This call will be recorded for quality and training purposes. Do you consent of the call being recorded? បន្ទាប់ពីខ្ញុំបានធ្វើការឆាតហើយ call ទៅកាន់ខាង admin របស់ខាង Facebook ដែលនិយាយពីបញ្ហារឿង page របស់យើងបានធ្វើការបាត់ admin អញ្ចឹង Facebook គេបានផ្ដល់ឲ្យនៅព័ត៌មានមួយចំនួនហើយនេះគឺជា page មួយដែលយើងបាត់បង់ការគ្រប់គ្រងអាចនិយាយបានថាយើងបាត់បង់ admin អញ្ចឹងយើងធ្វើការស្នើសុំទៅកាន់ខាង Facebook ដើម្បីអាចឲ្យគេ provide មានន័យថាផ្ដល់នៅការគ្រប់គ្រងឲ្យយើងវិញដាក់ admin ឲ្យយើងវិញហើយមានសកម្មភាពមួយចំនួនដែលយើងបានធ្វើការឆាតទៅកាន់ខាង Facebook ហើយ Facebook គេក៏បាន list down ដាក់ជាតារាងមួយដែលជាការត្រូវការនៅឯកសារមួយចំនួនឥឡូវយើងមើលឯកសារនេះគឺជាការឆាតរបស់ខ្ញុំជាមួយនឹង Facebook ដែលជាការត្រូវការរបស់គេមានដូចជាទី1គឺយើងទៅសេ letterhead ដែលបញ្ជាក់អំពីឈ្មោះឯកជនរបស់យើងឬក៏ឈ្មោះអាជីវកម្មជាមួយនឹងអាស័យដ្ឋានលេខទូរស័ព្ទឬក៏ logo ក្រុមហ៊ុនឬក៏ official branding របស់យើងឬក៏ government seal អញ្ចឹងណាអញ្ចឹងវាមានចំណុចទី1នេះហើយចំណុចទី2គឺជាការទៅសេដៃរបស់យើងជាមួយនឹងគេហៅថា certificate digital signature អីចឹងទៅចំណុចទី3គឺជាការពណ៌នាអំពីការស្នើសុំរបស់យើងដែលមានការពាក់ព័ន្ធជាមួយនឹង page ហ្នឹងចំណុចទី4គឺយើងត្រូវស្វែងរក page ID របស់យើងជាមួយនឹង link page របស់យើងហើយអាចត្រូវធ្វើការ screen ណាយើង screen ជាមួយនឹងaccess គេថាការបាត់បង់នៅ access របស់យើងដែលយើងសល់តែ editor ឬក៏យើងបាត់ page ហ្នឹងយើង screen page ហ្នឹងឲ្យគេនឹងមានចំណុចផ្សេងជាច្រើនទៀតដែលយើងធ្វើការងារជាក់ស្ដែងជាមួយនឹងខាង Facebook គឺមានដូចជា passport ឬក៏អត្តសញ្ញាណប័ណ្ណហើយឯកសារទាំងអស់ដែលយើងបានសរសេរនេះគឺត្រូវធ្វើនៅលើ Word ហើយយើង convert វាជា PDF ហើយយើង send ទៅឲ្យខាង Facebook នោះគឺជាការស្រេចដូចជានៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះគឺជា letterhead និងព័ត៌មានមួយចំនួនដែលតាក់ទងមួយ page របស់យើងអញ្ចឹងយើងអាចផ្ញើទៅកាន់ខាង Facebook ទៅហើយ Facebook គេនឹងធ្វើការសម្រេចចិត្តតាមរយៈវីដេអូដែលខ្ញុំបានបង្ហាញខាងលើបន្ទាប់ពីយើងបានឆាតជាមួយនឹង Facebook ហើយ call មកដឹងដាស់ដៃជាមួយនឹងគ្នាខ្លះហើយប៉ុន្តែអ្នកបច្ចេកទេសត្រូវទៀមទាចេះនិយាយអង់គ្លេសទៅពេលដែលគេ call មកអានឹងគឺយើងត្រូវចេះនិយាយដែរពីព្រោះពេលខ្លះទៀតFacebook ខាង Facebook call មកខ្ញុំជួបច្រើនហើយច្រើនណាគាត់និយាយអង់គ្លេសដូចពូឥណ្ឌាពេលខ្លះមានឥណ្ឌាខ្លះគាត់និយាយអង់គ្លេសស្រួលស្ដាប់ហើយខ្លះទៀតគឺនិយាយមកពិបាកស្ដាប់មែនទែនអញ្ចឹងទៀមទាឲ្យយើងនឹង serious អ្នកដែលគាត់ត្រូវ call តាក់ទងហ្នឹងគឺត្រូវរៀនខ្លាំងអង់គ្លេសទី2ការរៀបចំឯកសារដែលខ្ញុំបានបង្ហាញហ្នឹងណាមានជា passport ឬក៏បើ passport កាន់តែល្អជាមួយនឹងការទៅសេhead letter ត្រូវយល់អំពីបញ្ហារបស់យើងហើយនៅក្នុងវីដេអូរបស់ខ្ញុំដូចជា screen head letter ហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានមើលទៅសេខ្ញុំគិតថាពេលខ្លះអ្នកទាំងអស់គ្នាអាចទៅសេបានល្អជាងខ្ញុំទៀតផងណាអញ្ចឹងនេះគឺសិតតែជាសាច់រឿង document ដែលយើងគួរធ្វើហើយយើង convert វាទៅជា PDF ទៅហើយស្នើទៅកាន់ខាង Facebook អញ្ចឹងវីដេអូមួយនេះខ្ញុំគិតថាឥឡូវនេះ
មិត្តភ័ក្តិបងប្អូនដែលកំពុងធ្វើអាជីវកម្មប្រហែលថ្ងៃនេះគឺមានមិត្តភ័ក្តិបងប្អូនដែលគាត់បានបាត់ភ័យរហូតដល់ 100k ជាងក៏មានដែរអញ្ចឹងខ្ញុំចេញវីដេអូនេះចែកម្លែកជាបន្តហើយនឹង send link ហើយមិត្តភ័ក្តិទាំងអស់គ្នាឃើញហើយអាចចែកម្លែកគ្នាតទៅជាការរីកចម្រើនរបស់គ្នាជាប្រយោជន៍ជាដំណោះស្រាយដើម្បីទាញយក page ខ្ញុំជឿថាវីដេអូមួយនេះមិត្តភ័ក្តិបងប្អូនផ្សេងៗទៀតក៏កំពុងតែគាត់ជួបបញ្ហានឹងដែរហើយជាពិសេសម៉ោងនេះធ្វើអាជីវកម្មតាមអនឡាញហើយបាត់ page ពិបាកមែនទែនអ្នកទាំងអស់គ្នាកំពុងទស្សនាវីដេអូនៅក្នុង channel YouTube វិខ្មែរកុំភ្លេចជួយចុច Subscribe channel វិខ្មែរផងហើយជួយចែកម្លែកគ្នាទៅជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាបាទសូមអរគុណ